ប៉ុន្តែស្ថិតនៅខាងមុខហាងនំប៉័ងអ៊ីអនព្រោះថាឥឡូវនេះហាងនំប៉័ងអ៊ីអនកំពុងតែមានអីថ្មីនោះគឺរសជាតិថ្មីគឺនំគ្រីមផាតារាបាទគាត់ដល់នេះគាត់តែឃើញរូបក៏ចង់ញ៉ាំដែរបាទគឺមើលទៅទំនងខ្លាំងមែនទេបាទនំនេះគឺអាចនិយាយថាគឺជាបង្អែមលាងមាត់មួយដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុនហើយឥឡូវនេះហាគឺមាននៅអ៊ីអនហើយអញ្ចឹងកុំភ្លេចមកធ្វើទាំងអស់គ្នាហើយថ្ងៃនេះយើងក៏បានរៀបចំនំសម្រាប់អតិថិជនដែលគាត់អាចមក testing ផ្ទាល់ផងដែរហើយយើងនឹងសួរចំណាប់អារម្មណ៍ពីគាត់ថាតើនំរបស់យើងមានរសជាតិយ៉ាងម៉េចដែរឆ្ងាញ់បាទហើយរបៀបដាក់អាមេរិកដែរចំពោះខាងនេះឆ្ងាញ់សម្រាប់ខ្ញុំរសជាតិគ្រីមរឿងខ្ញុំគិតថាវាឆ្ងាញ់ជាងកាហ្វេហ្នឹងហើយបើថាកាហ្វេវាถึงតែតិចតែគ្រីមកាហ្វេរសជាតិឆ្ងាញ់អាចទទួលយកបានហើយអាចមានអ្នកចូលចិត្តញ៉ាំច្រើនហើយឆ្ងាញ់បណ្ដោយគ្រីមមកគឺផ្កាហ្មងខ្ទិះហ្មងអូខេមុនហ្នឹងយើងបានដឹងពីចំណាប់អារម្មណ៍អតិថិជនខ្លះៗដែរហើយអញ្ចឹងមិនដែរបើសិនជាយើងបង្កើតកម្មវិធីអីសប្បាយៗអូខ្ញុំនឹកឃើញហើយខ្ញុំមានកម្មវិធីមួយចង់ឲ្យពួកគាត់មកប្រកួតគ្នាញ៉ាំនំរបស់យើងតើបងប្អូនណាដែលញ៉ាំអស់មួយទេយើងនឹងមានក្រោយគាត់ហ្មងអូខេល្អតែអូខេតោះហើយយើងរកអតិថិជនអូខេតោះសូមស្វាគមន៍ទៅកាន់នៅបច្ចុប្បន្នទី9រូបផងដែរបាទអូខេឥឡូវបងរាប់ជូននេះណាអូខេ1 2 3ចាប់ដល់អូហូបាទបាច់ការីរបស់យើងបានទទួលបានជ័យជំនះហើយតាមគាត់អស់មុនជេហ្មងបាទខ្ញុំលើកដៃបាទអស់បាទអូហូបាទយើងរកឃើញលេខ2ហើយបាទលេខ3ក៏យើងបានឃើញដែរបាទអូខ្ញុំលើកដៃមកអូហូបាទហើយរសជាតិឆ្ងាញ់អូហូដែរឆ្ងាញ់វារសជាតិខាងក្នុងបបឺខាងក្នុងយើងគឺគ្រីមអូនគ្រីមខាស្តាតតែហើយរសជាតិឆ្ងាញ់ដែរឆ្ងាញ់អូខេខ្ញុំមានកំណងប្រាប់ទៅគួរមកហើយនឹងគ្រួសាររបស់កុំភ្លេចមកសាកនំគ្រីមខាប់របស់យើងទាំងអស់គ្នាដែលយើងឥឡូវនេះគឺមានលក់នៅផ្សារទំនើបអ៊ីអនទាំង3សាខាអញ្ចឹងសង្ឃឹមថាអ្នកនេះមកសាកលក់ទាំងអស់គ្នាណាបាយបាយអរគុណច្រើនបាទ